ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់អ៊ំពូមីមីងក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាណាខ្លះដែលធ្លាប់រៀននៅវិទ្យាល័យជីហែចេញមកចូលខមមិនចូល share ម្នាក់មួយណាបងប្អូនណាខ្ញុំបាទពេជ្ររតនាឲ្យតែជីកាត់គឺថតបង្ហោះឲ្យបងប្អូនបាទខ្ញុំបាទពេជ្ររតនាសូមគោរពនឹងជម្រាបសួរដល់អស់លោកស្រីនៃនាងកញ្ញាថ្ងៃនេះខ្ញុំបាទបានមកដល់ទឹកដីជីហែហើយក៏បានថតសាលាបឋមជីហែនិងសាលាស្រុកកោះស្ទឹនរហូតទៅដល់វិទ្យាល័យជីហែហើយហួសវិទ្យាល័យជីហែទៅទៀតណាបងប្អូនណាបាទហើយសម្រាប់សាលាស្រុកកោះស្ទឹនហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធផ្លូវថ្នល់ជុំវិញសាលាស្រុកគឺស្រស់ស្អាតបងប្អូនបាទគឺអភិបាលស្រុកនៃគណៈអភិបាលស្រុកកោះស្ទឹនបានរៀបចំចាក់សាបយ៉ាងស្រស់ស្អាតផូរផង់ណាបងប្អូនណាហើយឃើញថាទឹកដីនៃស្រុកកោះស្ទឹនគឺជាទឹកដីនៃដងទន្លេធំផងដងទន្លេតូចផងបងប្អូនអមជុំវិញតែម្ដងបងប្អូនអញ្ចឹងធ្វើឲ្យប្រជាពលរដ្ឋយើងនៅក្នុងការបង្កើនផលស្រែដំណាំច្បារដំណាំផ្សេងគឺរលូនល្អមែនតើបងប្អូននារដូវវស្សាទឹកលិចនាំលបាយនាំភក់នាំល្បាប់នាំជីជាតិមកដល់ខែវស្សាខែប្រាំងនេះគឺដាំដោះទៅគឺល្អតែម្ដងបងប្អូនណាហើយខាងនេះវិញបងប្អូនគឺសម្រស់នៃវិទ្យាល័យជីហែបងប្អូនណាទោះបីជាអាយុកាលច្រើនមែនប៉ុន្តែមិនអន់ទេបងប្អូនគឺស្រស់ស្អាតដល់ដែរបងប្អូនណាខ្ញុំបែកពីសាលាជីហែដូចជា30ឆ្នាំហើយបងប្អូនបាទសាលាជីហែនៅតែស្រស់ស្អាតមែនតើបងប្អូនចេញមុខខមមិនអ្នកណាខ្លះធ្លាប់រៀនសាលាជីហែ2ឆ្នាំណាទៅដល់ឆ្នាំណាណាបងប្អូនណាសម្រាប់ខ្ញុំវិញដូចជាបញ្ចប់ត្រឹមឆ្នាំ1999បងប្អូនរៀននៅវិទ្យាល័យជីហែនេះក៏ចូលទៅរៀនពេទ្យនៅឯសាលាភូមិភាគកំពង់ចាមនៅក្នុងឆ្នាំ2000គាត់បងប្អូនបាទហើយនេះហួសពីសាលាជីហែមកបងប្អូនឃើញទឹកដីនៃស្រុកកោះស្ទឹននេះបងប្អូនដំណាំគឺស្រស់ស្អាតរីឯធម្មជាតិនៃស្លឹកឈើពណ៌បៃតងស្រងាត់តែម្ដងបងប្អូនណាបញ្ជាក់ថាដំណាំស្រែចម្ការភោគផលគឺផ្ដល់នៅជីវជាតិបានល្អមែនទែនសម្រាប់ប្រជាពលរដ្ឋនៅទឹកដីទន្លេនេះបងប្អូនបាទហើយសម្រាប់អ្នកទន្លេចូលចិត្តដាំជាងគេគឺពោតថ្នាំជក់ម្ទេសត្រប់ហើយនឹងពេកួកហើយនឹងផលានុផលជាច្រើនមកទៀតបងប្អូនសម្រាប់អ្នកទន្លេកាលដែលខ្ញុំនៅខាងស្រុកខ្ញុំនៅភូមិមហាលៀបឃុំមហាលៀបស្រុកកោះស្ទឹនដែរបងប្អូនគឺប៉ាម៉ែខ្ញុំកាលខ្ញុំនៅក្មេងខ្ញុំចាំថាគាត់ដាំថ្នាំជក់ម្ទេសណាបងប្អូនណាបាទប៉ុន្តែក្រោយទៅក៏គាត់ឈប់ធ្វើខាងនេះទៅបងប្អូនអញ្ចឹងខ្ញុំធ្លាប់ដឹងថាគឺអ្នកទន្លេចូលចិត្តដាំណាស់ដំណាំដែលខ្ញុំបានរៀបរាប់នឹងបងប្អូនបាទហើយមួយទៀតបងប្អូនសម្រាប់ស្រុកកោះស្ទឹនណាបងប្អូនណាគឺអ្វីដែលល្អប្រសើរជាងគេគឺថ្នាំជក់តែម្ដងបងប្អូនគឺថ្នាំខ្មែរឬមួយក៏ថ្នាំកតាបណាបងប្អូនគេហៅថាដំណាំថ្នាំជក់ហ្នឹងគឺលេខ1តែម្ដងបងប្អូនពិសេសណាបងប្អូនហើយសម្រាប់ខាងភូមិដំណាក់ព្រីងវិញបងប្អូនគឺបង្កើនផលល្អជាងគេគឺដំណាំពេកួកបាទពិសេសណាបងប្អូនណាហើយនឹងត្រប់វែងបងប្អូនគណៈពេលនេះខ្ញុំបាទពេជ្ររតនាសូមអរគុណសូមគោរពលាបាទ